ខេត្តកំពង់ចាមពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងជាប្រចាំខេត្តកំពង់ចាមគណៈបរិមាណតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមមានការកើនឡើងជាប្រចាំដែលជាហេតុធ្វើឲ្យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលមានស្រាប់ក្នុងបច្ចុប្បន្ននេះពិតជាមិនអាចធានាបានទៅនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋយើងបានឡើយដូច្នេះអាជ្ញាធរខេត្តត្រូវការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបន្ថែមទៀតដើម្បីបំពេញឲ្យបានទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការស្ថានីយ៍ផ្គត់ផ្គង់ទឹកស្អាតខេត្តកំពង់ចាមក្រោមអធិបតីភាពឯកឧត្តមហែមវណ្ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្ថិតនៅភូមិតនេងសង្កាត់សម្បួរមាសក្រុងកំពង់ចាមពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី Yasmin Siddiqui នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងលោក Laurent Puspo នាយករងនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាព្រមទាំងថ្នាក់ដឹកនាំមន្ត្រីរាជការយុវជននិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តថ្លែងបន្តថាដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃបិណ្ឌប្រសពប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការជួយជ្រោមជ្រែងពីសំណាក់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីបន្ថែមទៀតដែលបានស្ថាបនារួចរាល់ជាស្ថាពរនិងដាក់សម្ពោធឲ្យដំណើរការជាផ្លូវការនៅថ្ងៃនេះផងដែរឯកឧត្តមអភិបាលខេត្តថ្លែងបញ្ជាក់ថាគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យខេត្តដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី9ខែមករាឆ្នាំ2018ហើយត្រូវបញ្ចប់នៅត្រឹមថ្ងៃទី31ខែធ្នូឆ្នាំ2025គម្រោងនេះចំណាយថវិកាសរុបប្រមាណជាង13លានដុល្លារក្នុងនោះរួមមានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ឥណទានពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD និងមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរក្នុងគម្រោងនេះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានចុះកិច្ចសន្យានៅថ្ងៃទី29ខែសីហាឆ្នាំ2022និងបានអនុម័តផ្ដល់កិច្ចសន្យាសាងសង់ឲ្យក្រុមហ៊ុនសំណង់អភិវឌ្ឍន៍ទីក្រុង Ni in Beijing Urban Construction Group Co Ltd ឯកឧត្តមអភិបាលខេត្តបន្តថានៅក្នុងគម្រោងនេះមានការសាងសង់ទី1ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាពបូម 12000 ម៉ែត្រគីបក្នុងមួយថ្ងៃប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតដែលមានសមត្ថភាពផលិត 11600 ម៉ែត្រត្រីគុណក្នុងមួយថ្ងៃបំពង់បូមទឹកឆៅទៅរោងចក្រប្រវែង4គីឡូម៉ែត្របណ្ដាញនាំទឹកស្អាតប្រវែង 5.2 គីឡូម៉ែត្រក្រោយពីទទួលបានស្ថានីយ៍ថ្មីនេះរដ្ឋកោទឹកខេត្តកំពង់ចាមមានសមត្ថភាពផលិតទឹកស្អាតសរុប 28100 ម៉ែត្រត្រីគុណក្នុងមួយថ្ងៃនិងផ្គត់ផ្គង់ទឹកស្អាតតាមបណ្ដាញប្រវែងប្រមាណ443គីឡូម៉ែត្រដែលមានអតិថិជនទទួលបានសេវាទឹកស្អាតប្រើប្រាស់ចំនួន 19339 គ្រួសារមានមនុស្សចំនួន 89030 នាក់ស្មើនឹង 76% នៃតំបន់គ្របដណ្ដប់របស់រដ្ឋកោទឹកឯកឧត្តមអភិបាលខេត្តថ្លែងបញ្ជាក់ថាគណៈបរិមាណផ្គត់ផ្គង់ទឹកស្អាតខាងលើមិនទាន់អាចឆ្លើយតបតម្រូវការប្រជាពលរដ្ឋនិងសកម្មភាពអាជីវកម្មឧស្សាហកម្មដែលមានភាពមមាញឹកក្នុងខេត្តកំពុងអភិវឌ្ឍន៍មួយនេះក្នុងនាមរដ្ឋបាលខេត្តសូមគោរពស្នើឯកឧត្តមហែមវណ្ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍រួមទាំងដៃគូអភិវឌ្ឍន៍មេត្តាពិនិត្យលទ្ធភាពពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកបន្ថែមទៀត